សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Sun Spiker ម្ដងទៀតហើយថ្ងៃនេះខ្ញុំចេញវីដេអូមកប្រាប់អ្នកទាំងអស់គ្នាពីកីឡាករនៃគេត្រៀមនឹងចេញណាហើយមិនចូលដល់វីដេអូខ្ញុំសូមពឹងអ្នកទាំងអស់គ្នាឲ្យជួយ like ហើយនិង Subscribe Channel របស់ខ្ញុំមួយផងតោះកុំឲ្យខាតពេលយូរយើងចូលទៅមើលវីដេអូទាំងអស់គ្នា Let's go កីឡាករទី1នៃគេត្រៀមនឹងចេញហ្នឹងគឺជាលូកាសរបស់យើងហ្នឹងឯងដែលគេត្រៀមនឹងចេញណាដោយសារតែសាន់សយ៉ាន់គេបានតម្លាក់រូបមកចំនួន1សន្លឹកដែលក្នុងរូប1សន្លឹកនោះមានកីឡាករចំនួន3ហើយកីឡាករទី1គឺជាលូកាសហ្នឹងតែខ្ញុំអត់ដឹងច្បាស់ថាលូកាសឬក៏អូឌីស៊ីទេព្រោះហេរ៉ូ2ហ្នឹងវាស្រដៀងគ្នាណាតែខ្ញុំគិតថាកីឡាករដែលគេនឹងចេញហ្នឹងប្រហែលជាលូកាសអ្នកទាំងអស់គ្នាមើលទៅលើរូបហ្នឹងទៅគឺដឹងហើយលូកាសគឺមានខ្សែកនៅជាប់នឹងកខ្សែករូបព្រះយេស៊ូវហើយដែលរូបនៃគេតម្លាក់មកហ្នឹងក៏មានខ្សែកនឹងដែរហើយកីឡាករទី2ដែលគេត្រៀមនឹងចេញហ្នឹងគឺជាកីឡាករហាន់រ៉ានេះយើងហាន់រ៉ាគឺជាកីឡាករកំពូលមួយដែរដែលវាមានសមត្ថភាពក្នុងការស្លាយបាល់បានល្អណាវាមានសមត្ថភាពក្នុងការទប់បាល់បានល្អពេលដែល enemy វាយបាល់មកចឹងទៅហាន់រ៉ាហ្នឹងគឺស្លាយបាល់បានល្អខ្លាំងមែនតើហើយចំណែកកីឡាករទី3ដែលគេត្រៀមនឹងចេញណាហើយគឺជាកីឡាករសូហ៊ីបញ្ជាក់អ្នកទាំងអស់គ្នាតិចកីឡាករហាន់រ៉ានិងសូហ៊ីនេះគ្រាន់តែជាការសន្មតរបស់ខ្ញុំទេតែពេលវាចេញមកនឹងចេញកីឡាករអីទេហើយបើលូកាសខ្ញុំធានាថាចេញមក 100% តែម្ដងហើយកីឡាករទាំង3ហ្នឹងប្រហែលជាចេញនៅក្នុងថ្ងៃទី8ខែកក្កដាយើងហ្នឹងឯណាហើយអ្នកទាំងអស់គ្នាត្រៀមបាល់រួចនៅចំណែកឲ្យខ្ញុំត្រៀមរួចហើយគឺចំនួន 9000 បាល់តែម្ដងគឺថាចេញមកពេលណាចាប់យកភ្លាមតែម្ដងចាប់យកផ្លឹបហ្មងហើយបើអ្នកទាំងអស់គ្នាអត់ទាន់មានក្របបាល់ទេសន្សំពីថ្ងៃហ្នឹងហើយទៅព្រោះអីចិត្តដល់ថ្ងៃទី8ហើយប្រហែលជាចេញមកនៅថ្ងៃទី8ខែកក្កដា2026យើងហ្នឹងណាហើយបើមានព័ត៌មានអីបន្ថែមខ្ញុំនឹងអាប់ដេតជូនអ្នកទាំងអស់គ្នាណាអញ្ចឹងប៉ុណ្ណឹងចុះអ្នកទាំងអស់គ្នាបាយបាយ